ជំរាបសួរម្ដងទៀតជាមួយកំណត់វិទ្យាថ្នាក់ទី5ថ្ងៃនេះយើងនឹងសិក្សាអំពីចំណោទដើម្បីសិក្សាពីចំណោទបានលុះត្រាយើងដឹងថាតើអ្វីជាចំណោទនិយមន័យចំណោទជាការអានប្រធានរកថាគេប្រាប់អ្វីហើយគេសួររកអ្វីបន្ទាប់មកយើងត្រូវធ្វើដំណោះស្រាយនិងប្រមាណវិធីបង្ហាញគេដើម្បីឲ្យកាន់តែច្បាស់យើងចូលទៅមើលលំហាត់គំរូប្រធានចំណោទទី1ប្រជាពលរដ្ឋនៅឃុំមួយមានចំនួនកើនឡើងតាមឆ្នាំជាបន្តបន្ទាប់ដូចខាងក្រោមឆ្នាំទី1កើនបាន95នាក់ឆ្នាំទី2កើនបាន80នាក់ឆ្នាំទី3កើនបាន71នាក់តើក្នុងមួយឆ្នាំប្រជាពលរដ្ឋនៅឃុំនោះកើនជាមធ្យមបានប៉ុន្មាននាក់ដំណោះស្រាយរកចំនួនប្រជាជនកើនជាមធ្យមគេប្រាប់ឆ្នាំទី1កើនបាន95នាក់ឆ្នាំទី2កើនបាន80នាក់ឆ្នាំទី3កើនបាន74នាក់ជាដំបូងយើងត្រូវរកផលបូកចំនួនទាំងនោះយើងបាន95បូក80បូក74ប្រមាណវិធី95បូក80ស្មើ175បូកបន្ត74ស្មើ249បន្ទាប់មកយើងត្រូវរាប់ចំនួនតួ95 1 80 2 74 3សរុបមានចំនួន3តួរកមធ្យមយក249ចែកនឹង3ប្រមាណវិធីចែកបានចម្លើយគឺ83ដូចនេះក្នុងមួយឆ្នាំប្រជាពលរដ្ឋនៅឃុំនោះកើនជាមធ្យមបាន83នាក់ដើម្បីឲ្យកាន់តែច្បាស់សូមបងប្អូនសាកល្បងធ្វើលំហាត់គំរូនេះម្ដងទៀតដោយមិនមើលការបង្ហាញរបស់អ្នកគ្រូរួចរាល់ចាំបងប្អូនផ្ទៀងចម្លើយបន្ទាប់ពីនោះសូមបងប្អូនធ្វើលំហាត់នៅសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី4គឺចំណោទទី2ទំព័រទី4សូមអរគុណសម្រាប់ការរៀនគណិតវិទ្យាតាមរយៈវីដេអូរបស់អ្នកគ្រូជម្រាបលា